ជំរាបសួរលោកអញ្ញាអរគុណណាស់ដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យថ្ងៃនេះបច្ចុប្បន្នលោកអញ្ញាជាប្រធានក្រុមហ៊ុន Sokimex Group ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងភ្នំពេញខ្ញុំបាទចង់ដឹងថាតើនៅក្រោមដំបូលរបស់ក្រុមហ៊ុន Sokimex Group បច្ចុប្បន្នហ្នឹងមានក្រុមហ៊ុនរកស៊ីលើផ្នែកអ្វីខ្លះសូមអញ្ជើញលោកអញ្ញាជាពិសេសដំបូលសូមអរគុណវិទ្យុបារាំងអន្តរជាតិទី1គឺក្រុមហ៊ុន Sokimex ប្រេងទី2គឺក្រុមហ៊ុនសុខាអូតែទី3គឺក្រុមហ៊ុនគោខំកាដេហើយបន្ថែមទៅនឹងទៀតយើងមានក្រុមហ៊ុនសុខាបុកគោដែលក៏បើកថ្មីក្រុមហ៊ុនសុខាបង្កើតថ្មីនេះយើងនិយាយរួមថាសុខភាពឥឡូវនេះយើងបានដំណើរការបានជាច្រើនកន្លែងទៅហើយធ្វើទីផ្សារសេរីលក់ហើយនៅសៀមរាបយើងមានអូតែមួយទំហំ270បន្ទប់ជាងនៅឯកំពង់សោមយើងបាន400បន្ទប់តែឥឡូវយើងរៀបចំសាងសង់ថ្មីនៅមុខវាំងនេះ800បន្ទប់ប្រហែលការបញ្ចប់2013រីឯសុខាកំពង់សោមយើងរៀបចំមុខគ្រឹះនិងរៀបចំដំណើរការសាងសង់ហើយឃើញថាជាទូទៅអ្នកណាក៏ស្គាល់ដែរថាក្រុមហ៊ុន Sokimex Group ជាកម្មសិទ្ធិរបស់លោកអុកញ៉ាសុកគង់ក៏ប៉ុន្តែគេពិតជានៅមិនទាន់ស្គាល់ទេអំពីដំណើរជីវិតរបស់លោកអុកញ៉ាមុននឹងមានថ្ងៃនេះលោកអុកញ៉ាកើតក្នុងឆ្នាំ1947នៅស្រុកពាមជ័រខេត្តព្រៃវែងការសិក្សាបានចប់ត្រឹមមធ្យមសិក្សាក្នុងខេត្តព្រៃវែងបន្តមកទៀតនឹងខុសពីពលរដ្ឋខ្មែររាប់លានផ្សេងទៀតលោកអុកញ៉ាអត់បានភ្លក់រសជាតិរបស់ខ្មែរក្រហមទេដោយលោកអុកញ៉ានិងក្រុមគ្រួសារបានរត់ភៀសខ្លួនទៅរស់នៅក្នុងប្រទេសវៀតណាមខ្ញុំបាទចង់នឹងថាភៀសខ្លួននៅឆ្នាំណាខែណានិងដោយរបៀបម៉េចទៅលោកអុកញ៉ាខ្ញុំទៅភៀសខ្លួនឆ្នាំ1975ខែ4ហើយបន្តរស់នៅដល់វៀតណាមនេះ79មុននោះកាលនោះខ្ញុំនៅជាប់នៅព្រំដែនយើងភៀសខ្លួនទៅជាមួយកាលនោះប៉ុលពតគេដេញហ្នឹងគឺយើងរត់ទៅបណ្ដោយទៅវៀតណាមទៅបណ្ដោយរស់នៅក្នុងវៀតណាមជិត4ឆ្នាំកន្លងទៅលោកអញ្ញាតើលោកអញ្ញាបានប្រកបមុខរបរអ្វីដែរតែនៅហ្នឹងដូចជាវាពិបាកដែរយើងអត់មានប្រកបមុខរបរអីសោះនៅហ្នឹងតែគេមិនឲ្យយើងធ្វើអីទាំងអស់នៅហ្នឹងបានតែធ្វើស្រែធ្វើអីហ្នឹងអត់មានធ្វើអីក្រៅពីធ្វើស្រែហ្នឹងក្រោយមកទៀតនៅពេលដែលរបបខ្មែរក្រហមបានរលំរាយទៅនៅឆ្នាំ1979លោកអុកញ៉ានិងក្រុមគ្រួសារបានសម្រេចវិលត្រឡប់មកប្រទេសកំណើតវិញកាលនោះនៅឆ្នាំណានឹងថាត្រឡប់ទៅរស់នៅក្នុងខេត្តព្រៃវែងឬមួយនៅភ្នំពេញលោកអុកញ៉ាខ្ញុំដល់ភ្នំពេញឆ្នាំ79ហ្នឹងហើយក៏ចាប់ផ្ដើមយើងធ្វើរបៀបគេហៅថាជាការងារលក់ដូរកប៉ិចកំប៉ុងទៅយើងបានលក់ដូរកប៉ិចកំប៉ុងហើយដល់ហ្នឹងយើងធ្វើសិប្បកម្មអីធ្វើសម្បកកង់អីក៏សពបែបយ៉ាងហ្នឹងទៅធ្វើស្បែកជើងអីយើងលក់ទៅក៏ចាប់ផ្ដើមពីបញ្ជីហ្នឹងយើងឡើងរហូតមកដល់ឥឡូវនេះនៅភ្នំពេញលោកអញ្ញាបានចាប់ផ្ដើមជំនួញដោយបើកសិប្បកម្មផលិតកង់កៅស៊ូជាមួយនឹងដើមទុនមាសតែមួយជីប៉ុណ្ណោះខ្ញុំបាទចង់ថាតើជំនួញផលិតកង់កៅស៊ូជាជំនួញដែលលោកអញ្ញារៀនពីវៀតណាមឬយ៉ាងណាតាមពិតអត់ចេះសួរមិត្តភ័ក្តិទាំងអស់ហ្នឹងទៅក្នុងមានរោងចក្រទូកោកមួយគេមានបច្ចេកទេសសុំទៅរៀនពីគេហ្នឹងក៏ដកវិសោធន៍ខ្លួនឯងទេចាំដល់ក៏ចេះធ្វើខ្លួនឯងទៅក្រៅពីហ្នឹងអត់មានរៀនពីណាពីណីទេបាទបន្តមកទៀតនៅឆ្នាំ1990លោកអញ្ញាបានសម្រេចបង្កើតក្រុមហ៊ុនមួយឈ្មោះ Sokimex មិនមែនរកស៊ីផលិតកង់កៅស៊ូទៀតទេតែផ្ដោតសំខាន់លើវិស័យប្រេងឥន្ធនៈតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យលោកអញ្ញាបោះបង់ចោលមុខរបរផលិតកង់កៅស៊ូទៅចាប់យកប្រេងឥន្ធនៈវិញយើងឃើញបញ្ហាកៅស៊ូវាគេហៅថាជាបើកទីផ្សារសេរីរួចទៅហើយមើលទៅសិប្បកម្មរបស់យើងមានន័យថាមានគេហៅថាទំហំវាតូចតាចយ៉ាងទៀតវាអត់មានកោចំហនឹងនោះក៏យើងតម្លាក់អានោះចោលទៅយើងក៏បើកក្រុមហ៊ុននាំចេញនាំចូលមុនជាគេយើងបកគលលក់ប្រេងទៅឲ្យទៅក្រសួងពាណិជ្ជកម្មហើយយើងឃើញមុខរបរនេះគេថាវាដូចជាហាក់ដូចជាមានរបៀបគេហៅថាប្រចាំថ្ងៃរោស៊ីអីមើលទៅដូចមិនដូចអានោះអាហ្នឹងបលឹមឡើងវាចាប់ប្រេងមានតែលុយអញ្ចឹងយើងមុនដំបូងយើងលក់ដុំឯងគេលក់ដុំអស់វាលក់ដុំហើយចាំដល់យើងជួលគេសពឃ្លាំងដល់យូរយើងខ្លាយទៅជាអ្នកដែលម្ចាស់ក្រុមហ៊ុននឹងហើយយើងចែកចាយខ្លួនឯងទៀត
ឃើញថាជាខ្សែជីវិតមួយដែលពោពេញទៅដោយការតស៊ូផងអំណត់អត់ធ្មត់ផងបញ្ចប់ការសិក្សាត្រឹមតែមធ្យមសិក្សាទេចាប់ផ្ដើមរកស៊ីជាមួយនឹងដើមទុនមាសមួយជីទេតែបន្តិចម្ដងមុខជំនួយរបស់លោកអញ្ញាចេះតែកាក់កបនឹងរីកកាន់តែធំទៅតាំងពីអាជីវកម្មប្រេងឥន្ធនៈរហូតដល់អាជីវកម្មលើវិស័យសន្តាគារនិងទេសចរវិស័យកាត់ដេរសម្លៀកបំពាក់និងអាជីវកម្មផែបូមប្រេងបច្ចុប្បន្នក្រុមហ៊ុនសូគីមិចគ្រុបបានស្រូបយកកម្លាំងពលករខ្មែររាប់សិបពាន់នាក់ខ្ញុំបាទចង់នឹងថាតើអ្វីជាបទពិសោធន៍ក្នុងជីវិតដើម្បីអាចទទួលបានជោគជ័យទាំងនេះលោកអញ្ញាតើក៏ពិតគឺថាមានស្អីដែលគេហៅថាជាការបបពិសោធន៍អីទេប៉ុន្តែគាត់ថាយើងបានការរៀនក៏មិនបានជ្រៅជ្រះមួយគេការអីក៏មិនមានអីប៉ុន្តែគាត់ថាយើងបានទៅសិក្សាខ្លួនឯងមើលសម័យមើលប្រទេសជាតិខ្លួនឯងទៅដល់ថ្ងៃណាអភិវឌ្ឍលីល្អអញ្ចឹងយើងក៏ត្រៀមលក្ខណៈទៅសម្រាប់ធ្វើអាបញ្ហានេះដូចជាប្រេងក៏ខ្ញុំមិនមែនតែស្គាល់ប្រេងដែរជីវកម្មអូតែក៏ខ្ញុំមិនបានធ្លាប់ដឹងដែរក៏ប៉ុន្តែនេះជាការដែលគេហៅថាក្លាហានដើម្បីសិក្សាឲ្យធ្វើនឹងម្ដងទៅអាចថាជាការប្រថុយប្រឋានមួយក្នុងមុខរបររកស៊ីក៏អាចថាបានដែរលោកអញ្ញាបាទជារួមនេះយើងដូចជាថាបន្ថយបន្ថានអាហ្នឹងក៏វាត្រូវដែរជាបទពិសោធន៍ដើម្បីចែករំលែកដល់ពលរដ្ឋខ្មែរដទៃទៀតដែលចង់បានទទួលជីវិតជោគជ័យដោយលោកអញ្ញាតើអ្វីជាបទពិសោធន៍ដែលលោកអញ្ញាចង់ចែកឲ្យពួកគេអាហ្នឹងយើងរួមកាប់យើងធ្វើអីក៏ដោយជាមួយយើងតែប្រឹងធ្វើទីពីរទៀតយើងទៅធ្វើរួចហើយយើងតែមានការសន្សំសំចៃវាដើម្បីឈានទៅមុខមិនមែនតែយើងធ្វើថ្ងៃហ្នឹង10យើងចាយអត់10បានអីទៅទៀតអានេះយើងថាគេយើងធ្វើអីក៏ដោយមិនតិចម្ដងចាប់បន្តិចម្ដងតាមចំបល់ខ្ញុំពីដើមដល់បិសោតមានន័យថាយើងធ្វើតិចម្ដងប៉ុន្តែយូរទៅវាកាន់តែធំទៅយើងប្រឹងខ្លួនឯងយើងធ្វើខ្លួនឯងយើងសំខ្លួនឯងចំណេញបានប្រហែលយើងប្រមូលទុកអីទៅដើម្បីយើងគេថាការសន្សំដើម្បីយើងពង្រីកមុខរបរថ្មីនេះជាការដល់បិសោតរបស់ខ្ញុំក៏ឡងមកវាអញ្ចឹងតទៅថ្ងៃអនាគតលោកអញ្ញាតើក្រុមហ៊ុនសូគីមិចគ្រុបនឹងមានបំណងពង្រីកអាជីវកម្មអីផ្សេងទៀតទេបាទយើងក្រុងនឹងពង្រីកជាបុកគោចង់ខ្លាយបុកគោទៅជាទីក្រុងថ្មីមួយនៅលើបុកគោនេះអានេះបំណងប្រាថ្នាចុងក្រោយរបស់ខ្ញុំបាទអរគុណលោកអង្ញាសុគង្គដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យនៅថ្ងៃនេះយើងសូមជម្រាបជូនលោកនាងថាលោកអង្ញាសុគង្គជាប្រធានក្រុមហ៊ុនសូគីមិចគ្រុប